បាទសួស្តីជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូថ្មីបាទហើយនេះគឺជាវីដេអូមួយដែលសមាជិកក្រុមបាទគាត់ធ្វើម្ហូបបាទហើយមើលទៅគឺស្លឹកកាជីជ្រូកចង់2គីឡូជាងហ្នឹងហើយមុខម្ហូបនេះគឺមិនដឹងថាមុខម្ហូបអីដែរហ្នឹងព្រោះគាត់ហាន់ម្ហូបហើយសិនមិនដឹងថាគាត់នឹងចង់ធ្វើអីហ្នឹងហើយមិនដឹងថាខឬមួយក៏ឆាឬមួយក៏យ៉ាងណាហ្នឹងហើយឥឡូវយើងទៅតាមដានទាំងអស់គ្នាឥឡូវនេះគាត់ដាក់ខ្ទះបាទដាក់ខ្ទះហើយចាក់ខ្លាញ់បាទតែដាក់ខ្ទះចាក់ខ្លាញ់វាមានអីក្រៅវិឆាមែនទេបងប្អូនបាទហើយឥឡូវហ្នឹងចាក់ខ្លាញ់ហើយដាក់ខ្ទះហើយបាទហើយគាត់អត់មានទាន់ដំខ្ទឹមហ្នឹងអូស្ត្រាលចុងខៅបាទដាក់ខ្លាញ់កម្ដៅខ្លាញ់អីបាទខ្ញុំប្រាប់ទៅអីណាខ្ទឹមអញ្ចឹងបានធ្វើឯងយកខ្ទឹមមកដាក់ចង់និយាយទៅគាត់ចេះធ្វើម្ហូបទេបងប្អូនហ្នឹងហើយតែខ្ញុំមើលឃើញគាត់ធ្វើម្ហូបម្ដងមើលទៅគេថាអត់សូវទំនងអីចឹងណាហ្នឹងហើយគាត់មិនដែលសូវចេះធ្វើម្ហូបទេបាទគាត់ចេះធ្វើបានម្ហូបចឹងណាហើយខ្ញុំក៏ប្រាប់គាត់ទួចឹងទៅហើយគាត់ពេលខ្លះរួចថ្ងៃមុនគាត់ម្ហូបធ្វើឲ្យហូបកាត់ចាក់ចោលលីហ្នឹងហើយចាក់ចោលចង់ឡាឡូសាច់ធ្វើហូបអត់ឆ្ងាញ់ហ្នឹងហើយឥឡូវនេះគាត់ធ្វើម្ហូបបន្តទៀតហ្នឹងហើយមើលលក្ខជីជ្រូកចង់2គីឡូជាងនេះមិនដឹងថាហូបកើតទៀតអត់ទេហ្នឹងហើយបាទហូបអត់កើតទៀតចាំបាទចាក់ចោលទៀតស្ដាមចំយ៉ាខ្ញុំស្ដាយនេះឥឡូវគាត់ពងខ្ទឹមរួចហើយបាទហើយខ្ញុំក៏ប្រាប់គាត់តិចដែររឿយៗដែរប៉ុន្តែនិយាយថាអត់សូវប្រាប់ច្រើនណាធ្វើម៉េចឲ្យគាត់ស្វែងយល់ខ្លួនឯងខ្លះហ្នឹងហើយអញ្ចឹងគាត់ចាក់សាច់ដែរមើលសាច់គាត់ឃើញសាច់ហ្នឹងក៏ញាក់សាច់ដែរបងប្អូនហ្នឹងហើយចង់កម្មវិធីមួយប៉ុណ្ណានៃ4-5 តុបហ្នឹងសាច់គាត់ចាក់សាច់ចូលហើយគឺគាត់កូរបាទកូរដើម្បីឲ្យសព្វជាមួយនឹងខ្ទឹមបាទហើយមុខម្ហូបអត់ទាន់ប្រាប់ឈ្មោះទេហ្នឹងហើយចាំមើលដល់ចុងវីដេអូហ្នឹងហើយចាំប្រាប់ឥឡូវគាត់សំគ្រឿងបាទដាក់អំបិលបាទហើយគ្រឿងគាត់ដូចជាអត់មានឃើញសក្តិអីណាយើងសួរគាត់ណាចំអីគ្រឿងមានតែប៉ុណ្្នឹងឯងឆ្ងាញ់ដាក់ប៉ុណ្្នឹងឆ្ងាញ់ឥឡូវចាំមើលទៅបើឆ្ងាញ់អត់ដឹងដែរហ្នឹងហើយឥឡូវក៏ដាក់ស្ករដាក់ប៊ីចេងបាទដាក់ម្រេចទៀតហើយគ្រឿងមានតែប៉ុណ្្នឹងបាទហើយមុខម្ហូបមិនដឹងថាមុខម្ហូបជីស្អីទេហ្នឹងហើយហើយកូរទៀតហ្នឹងហើយមើលលក្ខជីបាទម្ដងហ្នឹងបើថាម្ហូបថាសាច់នេះបើថាយើងធ្វើត្រូវសមណាគឺឆ្ងាញ់បានអីមកទៀតទឹកស៊ុបរបស់ជប៉ុនហ្នឹងហើយអានេះវាជាគ្រឿងមុនគ្រឿងនេះថាគេផ្សំឲ្យរួចអីក្នុងហ្នឹងណាអាហ្នឹងឆ្ងាញ់អីពឹងលើទឹកស៊ុបហ្នឹងហើយនិយាយទៅគាត់អត់មានគ្រឿងទេប៉ុន្តែគាត់អាងទឹកស៊ុបនឹងយោងហ្នឹងហើយឥឡូវចាក់ទឹកស៊ុបចូលហ្នឹងហើយនិយាយទៅទឹកស៊ុបហ្នឹងដូចទឹកសម្លទឹកការីអញ្ចឹងហ្នឹងហើយក្រហមហើយជាតិណាទឹកស៊ុបហ្នឹងជាតិហ្នឹងហើយនិយាយទៅគាត់អាងទឹកស៊ុបហ្នឹងដែរហ្នឹងហើយគ្រឿងរបស់គាត់ហ្នឹងព្រោះគាត់អត់សូវចេះធ្វើម្ហូបហើយអញ្ចឹងទៅគាត់ដើម្បីធ្វើម្ហូបបានមើលឬគ្រាន់ញ៉ាំដែរគាត់ទិញទៅផ្សារម្ដងគឺទិញទឹកស៊ុបអត់ដែរចោលទេហ្នឹងហើយបាទហើយមុខម្ហូបមួយនេះដែរគឺខ្ញុំដាក់រហស្សនាមឲ្យគឺថាឆាខហ្នឹងហើយនិយាយឆាផងខផង